ជំហានបន្តមកទៀតគឺខ្ញុំធ្វើការបង្កើតនៅ sequence មួយបាទខ្ញុំចុចនៅត្រង់នេះចុចទៅលើ sequence បាទបន្ទាប់មកខ្ញុំចុចនៅត្រង់នេះ LED or 3D នេះបាទបន្ទាប់មកខ្ញុំចុចនៅត្រង់នេះ1080 pixel ខ្ញុំចុចសញ្ញាព្រួញទម្លាក់មកបន្ទាប់មកខ្ញុំយក1080 pixel ratio 16:9 ហើយនឹង frame rate 29.7 ឬក៏30 frame rate per second ហ្នឹងហើយរួចខ្ញុំដាក់ឈ្មោះឲ្យ sequence ខ្ញុំដាក់ថា video 1080p ហើយខ្ញុំចុចលើប៊ូតុង OK ជំហានបន្តខ្ញុំចាប់វីដេអូនឹងយកមកដាក់លើ timeline មកជំហានបន្តងាយៗខ្លីៗខ្ញុំសូមធ្វើការកាត់វីដេអូតាមរយៈវិធីសាស្ត្រប្រើ shortcut ខ្លីៗបាទខ្ញុំចង់កាត់វីដេអូខាងដើមនេះចោលអញ្ចឹងខ្ញុំ click កន្លែងនេះខ្ញុំសេរីតិចតួចទៅបន្ទាប់មកខ្ញុំចុច Q ដើម្បីលុបផ្នែកនេះចោលបន្ទាប់មកខ្ញុំ zoom នៅផ្ទាំង timeline នេះមកដើម្បីឲ្យមើលឃើញចន្លោះដែលអត់មានសលេងនឹងធំបន្តិចបាទខ្ញុំចុច Alt ជាប់រួចរំកិល mouse ទៅមុខទៅដើម្បីឲ្យឃើញចន្លោះនេះធំបាទខ្ញុំចាប់ scroll bar ទាញបន្តិចមកដើម្បីកាត់ចន្លោះនេះខ្ញុំចុចអក្សរ C ឬក៏ Razor Tool click បន្ទាប់មកខ្ញុំ click នឹងលើនេះឬក៏អូសតិចៗទៅខ្ញុំចុច Q click កន្លែងនេះបន្ទាប់មក click ក្បែរនេះខ្ញុំចុច Q អញ្ចឹងទៅដើម្បីធ្វើការកាត់ទៅវាលឿន click ក្បែរហ្នឹងទៅ Q បន្ទាប់មកខ្ញុំចុចនៅត្រង់នេះខ្ញុំសន្មត់ថាខ្ញុំលុបអានេះចោលទាំងអស់ខ្ញុំ click ខ្ញុំចុចទៅលើ selection tool ហើយខ្ញុំ select លើវាទៅខ្ញុំ delete ចោលនៅក្នុងកម្មវិធី Adobe Premiere ដើម្បីធ្វើការបញ្ចេញវីដេអូគេប្រើពាក្យថា export នៅលើកម្មវិធីផ្សេងអាចនឹងប្រើពាក្យថា render អីចឹងទៅឧទាហរណ៍ដូចជាកម្មវិធី Sony Vegas គេប្រើពាក្យថា render កម្មវិធី Adobe Premiere គេប្រើពាក្យថា export អញ្ចឹងចុចទៅលើនេះមក file យើងចុចលើ export បន្ទាប់មកចុចទៅលើ media អ្នកទាំងអស់គ្នាអាចប្រើ shortcut ក៏បានដែរមិនចុចបែបហ្នឹងក៏បានដែរខ្ញុំឈរនៅលើ timeline នេះខ្ញុំចុច Control M បាទវានឹង load មកអញ្ចឹងដូចគ្នាបន្ទាប់មកចំណុចទី1ដែលយើងត្រូវធ្វើគឺនៅត្រង់ format គឺយើងយក H.264 អាហ្នឹងគឺជា format standard សម្រាប់វីដេអូ HD ដែលគេនិយមប្រើបន្ទាប់មកនៅត្រង់ preset នេះយើងមានជម្រើសច្រើនប៉ុន្តែខ្ញុំមិនឲ្យអ្នកទាំងអស់គ្នាប្រើទាំងអស់ទេជម្រើសដែលយើងគួរប្រើតែ3បានហើយទី1គឺ Microsoft High Bitrate បើយើងយកជាជម្រើស Microsoft High Bitrate វីដេអូដែលយើងថតមកទំហំប៉ុណ្ណាកម្រិតភាពច្បាស់ប៉ុណ្ណានៅពេលដែលយើង export វាបញ្ចេញទៅក្រៅទៅវាច្បាស់ដូចគ្នាដែរអញ្ចឹងនៅត្រង់ហ្នឹងអ្នកទាំងអស់គ្នាអាចយកបែបហ្នឹងទៅក៏ជាជម្រើសល្អមួយដោយសារតែការបញ្ចេញវីដេអូរបស់យើងគឺវាមានទំហំតូចតែបើអ្នកទាំងអស់គ្នាចង់បានគុណភាពល្អជាងវីដេអូដើមអ្នកទាំងអស់គ្នាអាចយកជម្រើស High Quality 1080 Pixel HD អីចឹងទៅតែបើអ្នកទាំងអស់គ្នាយកបែបហ្នឹងទំហំវីដេអូក៏វាកើនទៅតាមនឹងដែរតែបើអ្នកទាំងអស់គ្នាចង់បានវីដេអូនឹងឲ្យคล้ายជាវីដេអូ 4K អ្នកទាំងអស់គ្នាក៏នៅតែអាចរើសយកជា High Quality 2160p 4K បានដូចគ្នាដែរតែបើយើងធ្វើបែបហ្នឹងអ្នកទាំងអស់គ្នាចំណាយពេលច្រើនទំហំវីដេអូរបស់យើងក៏ធំទៅតាមហ្នឹងអញ្ចឹងហើយបើអ្នកទាំងអស់គ្នាយកជម្រើស 4K ត្រូវប្រកាសថាម៉ាស៊ីនអ្នកទាំងអស់គ្នាដើរលឿនអ្នកទាំងអស់គ្នាមានអ៊ីនធឺណិត speed នឹងដើរលឿនគ្រាន់បើដែរចាំយើងផលិតវីដេអូជា 4K ជាទូទៅអ្នកទាំងអស់គ្នាមើលនៅក្នុង channel របស់ខ្ញុំគឺខ្ញុំថតវីដេអូ screen ជាធម្មតាវា18 pixel ទេប៉ុន្តែខ្ញុំបញ្ចេញមកជា 4K អាហ្នឹងជាមូលហេតុដែលខ្ញុំធ្វើការចាយពេលវេលាយូរនៅក្នុងការបញ្ចេញវីដេអូហ្នឹងហើយក៏ត្រូវ upload ហ្នឹងចំណាយពេលយូរផងដែរប្រសិនបើអ្នកទាំងអស់គ្នាចង់បានវីដេអូ 4K ហើយអ្នកទាំងអស់គ្នាមិនចង់ឲ្យទំហំវីដេអូហ្នឹងវាធំនៅក្នុងនេះនឹងមានន័យថាអ្នកទាំងអស់គ្នាធ្វើការដកនៅ quality ឬក៏គុណភាពរបស់វីដេអូនឹងខ្លះដើម្បីឲ្យការបញ្ចេញវីដេអូរបស់យើងនឹងមានពេលខ្លីជាងមុនប៉ុន្តែគុណភាពក៏វាថយជាងហ្នឹងជាទូទៅគេធ្វើបែបនេះគេចុចទៅលើ Samurai នេះបន្ទាប់មកយើងរំកិលកន្លែងនេះតិចមកយើងអត់ប៉ះពាល់ទៅលើទំហំទេទំហំវារក្សាដដែលប៉ុន្តែយើងបន្ថយនៅ target bitrate កន្លែងនេះគេធ្វើការបន្ថយ កន្លែងនេះគឺគេអត់ដាក់ច្រើនទេជាទូទៅគេដាក់ក្បែរ10អីហ្នឹងអាចចន្លោះពី10ទៅ12អីហ្នឹងគឺគេដាក់ប៉ុណ្ណឹងបើយើងដាក់បន្ថយមកត្រឹម12អ្នកទាំងអស់គ្នាមើលទំហំទៅគឺតូចហើយវីដេអូរបស់យើងវាកន្លែងនេះវាឡើង load 4K ប៉ុន្តែជាក់ស្ដែងទំហំរបស់វានៅតែ 4K អញ្ចឹងគ្រាន់តែថាគុណភាពវីដេអូរបស់យើងវាធ្លាក់បន្តិចតែខ្ញុំសូមបញ្ជាក់ម្ដងទៀតថាបើសិនជាអ៊ីនធឺណិតអ្នកទាំងអស់គ្នាដើរលឿនកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាបញ្ចេញវីដេអូទៅដើរលឿនបាច់ខ្វល់ទៅលើការទម្លាក់ quality នេះទេប៉ុន្តែនៅពេលនេះខ្ញុំសូមធ្វើការកំណត់ជាជម្រើសទី1គឺយក Microsoft High Bitrate នេះគឺដើម្បីធ្វើការពន្លឿនការបញ្ចេញវីដេអូនឹងឲ្យបានលឿនដើម្បីជាឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើល
ជាទូទៅបើអ្នកទាំងអស់គ្នាយកជំរើសមួយនេះវាពិតជាល្អខ្លាំងសម្រាប់ការ upload ទៅលើ TikTok ឬក៏ Facebook អីចឹងទៅព្រោះនៅលើនោះយើងមិនបាច់ដាក់ high quality អីទេតែចំពោះ YouTube អ្នកទាំងអស់គ្នាគិតខ្លួនឯងទៅអាចដាក់ high quality 1080 HD ក៏បានដាក់ជា 4K ក៏បានដែរបន្ទាប់ពីយើងបានកំណត់កន្លែងនឹងហើយចំណុចមួយទៀតដែលយើងត្រូវគិតនោះគឺតើវីដេអូដែលយើងបញ្ចេញយើងត្រូវដាក់ឈ្មោះអីហើយដាក់នៅទីតាំងណាអញ្ចឹងយើងចុចទៅលើឈ្មោះវីដេអូកន្លែងនេះមកកន្លែងហ្នឹង default របស់វាគឺវាជាប់ឈ្មោះ sequence អញ្ចឹងយើងចុចលើវាទៅដើម្បីបដូរឈ្មោះបដូរទីតាំងចុចលើវាទៅខ្ញុំដាក់ desktop បន្ទាប់មកខ្ញុំកែឈ្មោះដាក់ថា lesson 1 អញ្ចឹងទៅចុចលើ save វានឹងបដូរឈ្មោះឲ្យយើងនៅកន្លែងនេះហើយវានឹងរក្សាទុកនៅលើ desktop កន្លែងនេះយើងមិនបាច់ខ្វល់ទេបន្ទាប់មកចុចលើប៊ូតុង export កន្លែងនេះអ្នកទាំងអស់គ្នាសាកផ្ទៀងផ្ទាត់មើលនៅពេលដែលយើងបញ្ចេញជា Microsoft High Bitrate នោះវានឹងចាយពេលត្រឹមតែ2នាទីប៉ុណ្ណោះតែបើអ្នកទាំងអស់គ្នាដាក់ 4K ប្រហែលជាមិនក្រោម10ទៅ20នាទីនោះទេអញ្ចឹងមុននឹងបញ្ចេញវីដេអូជា 4K ទៅគិតខ្លួនឯងថាម៉ាស៊ីនរបស់យើងរត់រួចឬក៏អត់អ៊ីនធឺណិតរបស់យើងនឹងដើរលឿនឬក៏អត់តែចំពោះខ្ញុំដូចខ្ញុំបញ្ជាក់ពីខាងដើមវីដេអូ 4K គឺខ្ញុំបញ្ចេញឬក៏ export សម្រាប់ដាក់នៅលើ YouTube ទោះបីជាចាយពេលប៉ុណ្ណាក៏ខ្ញុំត្រូវរងចាំដែរពេលខ្លះខ្ញុំចំណាយពេល1ម៉ោងកន្លះទៅ2ម៉ោងនៅក្នុងការបញ្ចេញវីដេអូ 4K ដែលមានត្រឹមរយៈពេលត្រឹមតែ10ឬក៏15នាទីហ្នឹងគឺចាយពេលច្រើនមែនទែនបាទឥឡូវហ្នឹងចប់សពគ្រប់ហើយវីដេអូរបស់យើងបាន export រួចហើយបន្ទាប់មកចុច Control S មួយទៅដើម្បីរក្សាទុកនៅអ្វីដែលយើងបានកាត់តហ្នឹងហើយបិទវាចោលទៅបន្ទាប់មកយើងមើលវីដេអូរបស់យើងគឺយើងដាក់នៅលើ desktop ឈ្មោះ lesson 1 នេះគឺវីដេអូមួយនេះ